លើកទី1ដែលខ្ញុំទិញទឹកខ្មុំមកបងប្អូនដល់ពេលហើយខ្ញុំយកឲ្យបងប្អូនមើលថាទឹកខ្មុំនេះគឺវាអត់សុទ្ធទេនេះគឺនេះគឺស្ករនៅទាំងដុំបងប្អូនបាទនេះស្ករសុទ្ធគឺខ្ញុំអត់ចោលទេខ្ញុំទុកនៅក្នុងទូទឹកកករហូតគឺវាកកទាំងដុំទឹកខ្មុំអត់សុទ្ធខ្ញុំក៏សម្រេចចិត្តទិញលើកទី2បងប្អូននេះខ្ញុំទិញ1លីត្របាទអានេះមួយដបដំបូងឡើយខ្ញុំឃើញវានៅដបពេញរយៈបងប្អូនខ្ញុំឃើញពេញអញ្ចឹងខ្ញុំគិតថាសុទ្ធណាចូល99% 98%បងប្អូនបាទអញ្ចឹងយើងមើលអញ្ចឹងឃើញបងប្អូនឃើញដូចយើងសុទ្ធណាដូចអានេះដូចជាលំអងផ្កាលក្ខណៈគោអីចឹងណាបាទបងប្អូនដល់ពេលយើងផឹកចិត្តអស់នេះបងប្អូននេះបងប្អូនជួយមើលមួយខ្ញុំមើលបងប្អូននេះអានេះសិតតែស្ករទាំងអស់បងប្អូននេះបងប្អូនឃើញស្ករទាំងអស់បាទស្ករទាំងអស់នេះអូយដល់កឡើងចាំខ្ញុំចាក់ឲ្យមើលបងប្អូននេះអូនេះខ្ញុំនិយាយត្រង់ណាបងប្អូនណាដូចនេះអញ្ចឹងបងប្អូនបាទដូចដូចខ្លាញ់កាក់ខ្លាញ់ខ្លាញ់ប្រេងឆាដែលយើងចៀនឲ្យនៅសល់អានេះខ្ញុំមិនដឹងថាវាជាស្ករឬមួយក៏លំអងឬមួយក៏មិនទេបងប្អូនខ្ញុំអត់យល់ទេបងប្អូនដឹងជួយប្រាប់ខ្ញុំបានទេថាខ្ញុំទិញទឹកខ្មុំហ្នឹងនេះខ្ញុំទិញ1លីត្រហ្នឹងហើយដល់ពេលខ្ញុំផឹកទៅចិត្តអស់នេះបងប្អូននេះមើលវាឡើងសអត់បានកឡុកទេណាបងប្អូនខ្ញុំយកចេញមកពីទូពេលខ្ញុំយកចេញមកពីទូវារៀងនៅចេះដល់ពេលខ្ញុំទាញចេញមកវារៀងដូចថាខ្ញុំទុកមកច្បក់ឲ្យវារៀងរាវបន្តិចបងប្អូនមើលខ្ញុំបើតាមខ្ញុំគិតថានេះដូចជាមិនសុទ្ធទេបងប្អូននិយាយត្រង់ហ្មងបាទតើតែយើងផឹកចិត្តអស់ដល់ពេលអាក្រោមអាកណាត់ក្រោមហ្នឹងបានយើងដឹងថាយើងដឹងថាវាមិនមែនជារបស់សុទ្ធវាជាលក្ខណៈថារបស់ដែលលាយជាតិស្ករឬមួយក៏ស្ករអំពៅស្ករអីចឹងណាបងប្អូនអាហ្នឹងខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំអាចនិយាយបានថាហើយជាមិនសុទ្ធទេបងប្អូនព្រោះអីខ្ញុំធ្លាប់ឃើញទឹកខ្មុំសុទ្ធកាលពីខ្ញុំនៅតូចល្មមអីខ្ញុំឃើញរបស់ពូខ្ញុំដែលគាត់កាលជំនាន់មុនពីដើមបងប្អូនអត់សូវមានខ្លាយឬមួយក៏អត់សុទ្ធទេពីច្រើនគឺសុទ្ធគឺខ្ញុំយករបស់គាត់មកគឺទឹកខ្មុំគាត់ឡើងពោឡើងខាប់ល្អហ្មងហើយដាក់ទៅឡើងឈ្ងុយជាប់មាត់ដាក់ឲ្យចង់ផឹកទៀតហ្មងហើយទុកអាម៉េចក៏វាអត់ឡើងអញ្ចឹងដែរបងប្អូនបាទខ្ញុំមិនដឹងមូលហេតុអីទេអញ្ចឹងខ្ញុំអាចនិយាយបានថាខ្ញុំទិញខុសទៀតហើយបងប្អូនដឹងអត់ទិញនៅណាជួយប្រាប់ខ្ញុំបានទេឥឡូវខ្ញុំដាក់កូនដៅខ្ញុំមួយថ្ងៃណាខ្ញុំទៅនេពីការងារគឺខ្ញុំទៅទិញទឹកខ្មុំដែលកំពុងល្បីគឺរបស់ពូបូរិនដោយសារតែខ្ញុំទិញអាសាទិញនំរបស់គាត់អានំ UN 900ហ្នឹងនំអ៊ុនតាក់ពីគាត់អញ្ចឹងចាំមើលថ្ងៃណាខ្ញុំទៅនេបានទៅទិញនំហ្នឹងពេលដែលខ្ញុំញ៉ាំនំហ្នឹងអស់ខ្ញុំទៅទិញនំហ្នឹងមកកេះហើយខ្ញុំទិញទឹកខ្មុំរបស់គាត់ដែលគាត់កំពុងតែល្បី trending នៅក្នុង TikTok ឥឡូវល្បីដល់ Facebook ហ្នឹងទឹកខ្មុំរបស់គាត់មកដប1លីត្រហ្នឹង 13000 ហ្នឹងចាំមើលខ្ញុំទិញយកមកតេស្តម្ដងទៀតទិញយកមកសាកម្ដងទៀតបងប្អូនដល់ពេលខ្ញុំផឹកជិបអស់ចឹងទៅចាំមើលបែបហ្នឹងដែរអត់អញ្ចឹងណាបងប្អូនហើយខ្ញុំអត់បានថាទឹកខ្មុំណាគឺคล้ายទឹកខ្មុំណាគឺសុទ្ធទេបងប្អូនជួយណែនាំទាំងអស់គ្នាខ្ញុំក៏អត់ស្គាល់ខ្ញុំក៏អត់ដឹងទាំងអស់គ្នាខ្ញុំក៏អត់ដឹងដូចគ្នាបងប្អូនបាទជួយរីកមិនទាំងអស់គ្នាមើលអើយនេះបងប្អូននេះខ្ញុំអត់ដឹងថាគួរនិយាយមិនទេបងប្អូនហើយខ្ញុំមិនដឹងថាវានេះបងប្អូនមើលវាលក្ខណៈថាមិនដឹងជាលំអងឬមួយក៏កាក់ស្ករបងប្អូនខ្ញុំអត់ដឹងថាវាជាស្អីទេបងប្អូននិយាយត្រង់ហ្មងអត់ដូច